តើឲ្យអ្នកទាំងអស់គ្នាឲ្យមករៀនសរសេរព្យញ្ជនៈអក្សរខ្មែរទាំងអស់គ្នាចាប់ដើមអក្សរកអក្សរកគឺតំណាងឲ្យពាក្យសត្វកុកអក្សរខអក្សរខតំណាងឲ្យពាក្យសត្វខ្លាអក្សរកអក្សរកតំណាងឲ្យពាក្យសត្វគោអក្សរខអក្សរខតំណាងឲ្យពាក្យសត្វឃ្មុំអក្សរងអក្សរងតំណាងឲ្យសត្វងាវអក្សរចតំណាងឲ្យពាក្យសត្វចាបអក្សរឆអក្សរឆតំណាងឲ្យពាក្យសត្វឆ្មា